រៀបសួរបាទថ្ងៃនេះខ្ញុំមានសារខ្លីអំពីផ្លូវដោះបាបគឺជាបញ្ហាដ៏ធំបំផុតរបស់មនុស្សនៅពេលដែលមនុស្សធ្លាក់ទៅក្នុងអំពើបាបព្រះអង្គមិនបានទុកមនុស្សចោលទេគឺព្រះអង្គបានរៀបចំផ្លូវថ្មីសម្រាប់មនុស្សដើម្បីឲ្យគេរួចផុតពីបាបឬសេចក្តីស្លាប់នៅក្នុងព្រះគម្ពីរលោកុបាទចំពុក3ខ21បានប្រាប់យើងថាព្រះអង្គបានរៀបចំស្បៃសត្វដើម្បីបិទបាំងភាពអាក្រាតកាយរបស់ពួកគេមានន័យថាព្រះអង្គបានបិទបាំងភាពអាម៉ាស់របស់អ្នកទាំងពីរព្រះអង្គបិទបាំងបាបរបស់ពួកគេដោយព្រះអង្គបានយកសត្វយកជីវិតសត្វដើម្បីមកបិទបាំងភាពអាម៉ាស់របស់ពួកគេទាំងពីរនាក់នោះសត្វមួយត្រូវបានសម្លាប់ដើម្បីបិទបាំងភាពអាម៉ាស់របស់ពួកគេដើម្បីបិទបាំងបាបរបស់ពួកគេដើម្បីជួយឲ្យគេរួចផុតពីបាបបាននេះគឺជាផ្លូវថ្មីសម្រាប់អាដាមនិងអេវ៉ានៅពេលដែលពួកគេបានធ្លាក់ទៅក្នុងបាបតាមរយៈផ្លូវថ្មីនេះមនុស្សអាចទំនាក់ទំនងជាមួយនឹងព្រះអង្គឡើងវិញបានមនុស្សអាចផ្សះផ្សាជាមួយនឹងព្រះអង្គវិញបានដោយសារតែពួកគេបានរួចផុតពីបាបដោយសារតែពួកគេបានទទួលផ្លូវថ្មីមួយដើម្បីគេចផុតពីបាបបានឬគេចផុតពីសេចក្តីស្លាប់កាលពី2000ឆ្នាំជាងមុនព្រះបានយាងមកផែនដីនេះក្នុងព្រះនាមថាយេស៊ូគេហៅទ្រង់ថាព្រះយេស៊ូមានន័យថាព្រះសង្គ្រោះឬក៏ព្រះដែលដោះមនុស្សឲ្យរួចពីបាបព្រះយេស៊ូយាងមកផែនដីនេះដើម្បីដោះបាបមនុស្សលោកដើម្បីឲ្យមនុស្សរួចផុតពីបាបព្រះយេស៊ូបានសន្យានៅក្នុងព្រះគម្ពីរយូហានចំពុក3ខ16ថាអ្នកណាដែលជឿដល់ព្រះគេនឹងបានរួចផុតពីបាបពីព្រោះព្រះយេស៊ូវបានដឹងថាមនុស្សពុំអាចដោះបាបខ្លួនឯងឬជួយខ្លួនឯងឲ្យរួចផុតពីបាបបានទេមនុស្សត្រូវការម្នាក់ស្លាប់ដើម្បីពួកគេស្លាប់ដើម្បីបាបរបស់ពួកគេទើបព្រះយេស៊ូវយាងមកផែនដីនេះព្រះអង្គបានសុគតដើម្បីដោះបាបដល់មនុស្សលោកព្រះអង្គបានយាងទៅសុគតដើម្បីដោះសេចក្តីស្លាប់ចេញពីមនុស្សព្រះអង្គបានយកបាបយកសេចក្តីស្លាប់របស់មនុស្សមកលើអង្គទ្រង់សេចក្តីស្លាប់ហើយនឹងអំពើបាបរបស់មនុស្សបានត្រូវផ្ទុកនៅលើព្រះអង្គទ្រង់តែម្ដងដូច្នេះហើយផ្លូវថ្មីដែលព្រះយេស៊ូវបានរៀបចំសម្រាប់ខ្ញុំហើយនឹងបងប្អូនគឺជាជឿលើព្រះយេស៊ូវគឺយើងថ្វាយជីវិតយើងថ្វាយអំពើបាបយើងទៅព្រះអង្គនោះយើងនឹងបានសង្គ្រោះនោះយើងនឹងបានរួចផុតពីបាបយើងជឿលើព្រះដោយព្រះអង្គបានសន្យាថាអស់អ្នកណាដែលជឿដល់ព្រះអង្គនោះនឹងបានរួចផុតពីបាបនឹងបានមានជីវិតអស់កលជានិច្ចវិញខ្ញុំសូមអានជូនបងប្អូននៅក្នុងព្រះគម្ពីរយូហានចំពុក3ខ16ត្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោកដល់ម្លេះបានជាព្រះទ្រង់ប្រទានព្រះរាជបុត្រាតែមួយដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះមិនត្រូវវិនាសឡើយគឺឲ្យមានជីវិតអស់កលជានិច្ចវិញបងប្អូនឮទេព្រះយេស៊ូវបានសន្យាហើយបើយើងជឿលើព្រះអង្គយើងនឹងបានរួចផុតពីបាបយើងនឹងមានជីវិតអស់កលជានិច្ចឡើងវិញខ្ញុំសង្ឃឹមថាបងប្អូនហើយនឹងខ្ញុំនឹងជឿព្រះយេស៊ូវទាំងអស់គ្នាដើម្បីរួចផុតពីបាបបានសូមអរគុណបាទ